ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកជៀនពងទាស្លឹកគូឆាយជាមួយនឹងការ៉ុតសម្រាប់អាហារមុខនេះគឺជាអាហារសុខភាពកុមារក៏អាចបរិភោគបានហើយនិងមនុស្សចាស់ក៏អាចបរិភោគបានដែរផងដែរបងប្អូនងាយហើយក៏ឆាប់បានងាយស្រួលចម្អិនផងដែរជាតបគឺយើងយកលក្ខឆាយទៅលាងទឹកឲ្យស្អាតជាមួយនឹងការ៉ុតហើយត្រូវចិត្តសម្បកការ៉ុតចេញហើយនឹងចិត្តវាជាចំណិតតូចៗផងដែរសម្រាប់ការ៉ុតគឺខ្ញុំប្រើការ៉ុតខ្មែរសាត់បងប្អូនយើងអត់ទិញការ៉ុតនំចូលទេប្រើការ៉ុតខ្មែរដើម្បីឲ្យកូនយើងងាយស្រួលបរិភោគចឹងបន្ទាប់ពីចិត្តសម្បកការ៉ុតហើយខ្ញុំបន្តទៅហាន់ស្លឹកគូឆាយជាចំណិតតូចៗដែរដើម្បីដាក់លាយជាមួយនឹងពងទាយើងហាន់ល្អិតៗបែបនេះដើម្បីងាយស្រួលចម្អិនណាបងប្អូនសម្រាប់ស្លឹកគូឆាយគឺស្លឹកគូឆាយធម្មជាតិដែរបងប្អូនយើងដាំនៅខ្មែរហ្នឹងបងប្អូនខ្ញុំទិញមកពីអ្នកស្គាល់គ្នាគាត់ដាំនៅផ្ទះគាត់ទៅយើងទិញមកទៅគឺថាយើងដឹងថារបស់នឹងធម្មជាតិអត់មានរបស់ខ្ញុំចូលទេបន្ទាប់មកទៀតយើងបន្តទៅហាន់ការ៉ុតរបស់យើងជាចំណិតតូចៗផងដែរការ៉ុតនេះខ្ញុំទិញតាំងពីថ្ងៃមុនទៅទុករាំងយូរទៅជាទូចអញ្ចឹងណាពេលយើងហាន់ការ៉ុតហើយយើងបន្តទៅកោសពងទា2គ្រាប់ដាក់ចូលតែម្ដងបន្តមកទៀតខ្ញុំរំខ្ទឹមហើយចិញ្ចាំវាឲ្យម៉ត់ដាក់ចូលជាមួយពងទាហ្នឹងឯងបងប្អូនហើយយើងក៏បន្ថែមគ្រឿងមានដូចជារ៉ូឌីស្ករប៊ីចេងលួចអំបិលបន្តិចហើយនឹងទឹកស្អ៊ីវបន្តិចផងដែរតមកទៀតយើងកូរវាឲ្យម៉ត់ចូលជាតិគ្នាធ្វើម៉េចយើងកូរឲ្យសព្វឲ្យពងទាចូលជាតិជាមួយនឹងគ្រឿងឃើញថាមើលទៅស្ទើរគ្រឿងក៏ថែមរ៉ូឌីបន្តិចទៀតហើយយើងក៏ចាប់ផ្ដើមកូរវាម្ដងទៀតឲ្យចូលជាតិគ្នាសារៈប្រយោជន៍ខ្លាំងមែនទែនសម្រាប់កុមារដែលមិនចូលចិត្តបន្លែអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like ផងណា